សម្លការីនំបញ្ចុកសាច់មាន់ជាមួយនឹងត្រពាំងក្រៀមឥឡូវនេះខ្ញុំនឹងបង្ហាញអំពីវិធីដែលខ្ញុំធ្វើសម្លការីអញ្ចឹងគ្រឿងខ្មែររបស់យើងគឺមានប្រមាណមុខនេះឯងបងប្អូនអាច stop មើលបានឲ្យតែពាក់ព័ន្ធជាមួយនឹងសម្លការីសម្លគ្រឿងបន្តមកខ្ញុំដាក់ជាមួយនឹងគ្រឿងការីផ្កាច័ន្ទហើយគេហៅម្ខាក់គ្រាប់ម្ខាក់ហើយនឹងមួយទៀតអៀងសអា coriander ហ្នឹងខ្ញុំអត់ដឹងអីគេបងប្អូននៅខ្មែរខ្ញុំភ្លេចចាក់ប្រេងបន្តិចទៅដើម្បីបំពងគ្រឿងនឹងឲ្យឈ្ងុយបើសិនជាបងប្អូនអត់ដឹងថាគ្រឿងហ្នឹងអីគេខ្លះបងប្អូនអាចយកអាគ្រឿងដែលខ្ញុំបង្ហាញមិញហ្នឹងទៅទិញហើយយកមកធ្វើបានដូចគ្នាព្រោះអាហ្នឹងវាមានច្រើនមុខប៉ុន្តែគ្រាន់តែហ្នឹងវាមានខ្ជូរមីនអ្នកខ្លះណាគាត់អត់ចូលចិត្តបើភាគច្រើនខ្ញុំដាក់តែ3មុខឯងបងប្អូនយើងបំពងគ្រឿងនឹងរហូតដល់ឈ្ងុយល្អហើយចាំយើងចាក់សាច់មាន់ចូលបន្ទាប់ពីចាក់សាច់ចូលគឺយើងថែមជាមួយនឹងប្រេងខ្យងតិចទៅហើយជាមួយនឹងម្សៅរ៉ូឌីអំបិលស្ករអីតាមម្ដងអញ្ចឹងណាហើយយើងរំងាស់វាឲ្យវាចូលជាតិល្អជាមួយគ្នាតាមម្ដងមាន់នេះខ្ញុំប្រើតាគៀបមាន់ខ្ញុំប្រើមាន់ធម្មតាអត់មានមាន់ស្វិតទេណាបងប្អូនកាលណាតែយើងរងាស់យូរពេកគឺវាអត់សូវឆ្ងាញ់ទេវាធ្វើឲ្យសាច់បើយើងនឹងវាទៅជារឹងខ្លាំងពេកអញ្ចឹងជំរើសមាន2បងប្អូនចង់រងាស់ឲ្យស្ងួតទឹកក៏បានបងប្អូនមិនចង់រងាស់ឲ្យស្ងួតទឹកក៏បានដោយសារតែមាន់នេះគឺខ្ញុំបានស្រុះទឹកឲ្យលាងស្អាតអស់ហើយប៉ុន្តែបើពាក់ព័ន្ធជាមួយមាន់ស្វិតបងប្អូនគឺត្រូវការដាច់ខាតត្រូវតែរងាស់ខ្ញុំរងាស់មាន់នេះបន្តិចដែរហើយឲ្យវាចេញទឹកអញ្ចឹងទៅបាទខ្ញុំចាក់ត្រពាំងក្រៀមនេះបងប្អូនយកទៅត្រាំទឹកមកយប់ហើយបន្តមកទៀតគឺបងប្អូនយកវាទៅស្ងោរវាឲ្យរឹងរីកអញ្ចឹងណាហើយចាំយកមកសឡបើមិនអញ្ចឹងទេគឺសឡយើងញ៉ាំអត់ការទេបន្តមកទៀតគឺខ្ញុំដាក់ជាមួយនឹងទឹកប្រហុកដោយសារតែខ្ញុំអស់ប្រហុកខ្ញុំមានតែទឹកប្រហុកគឺខ្ញុំដាក់ទឹកប្រហុកបើបងប្អូនមានប្រហុកធម្មតាដាក់ប្រហុកធម្មតាហើយសម្រាប់សណ្តែកដីអ្នកដែលគាត់មានប្រតិកម្មជាមួយសណ្តែកដីមិនដាក់ក៏បានដែរបន្ទាប់មកទៀតគឺខ្ញុំដាក់ការ៉ុតជាមួយនឹងខ្ទឹមបារាំងហើយបន្ទាប់មកទៀតគឺយើងដាក់ជាមួយនឹងខ្ទិះដូងចូលតាមម្ដងដើម្បីរងាស់ជាមួយគ្នាឲ្យវាចូលជាតិល្អតាមម្ដងសឡបើសិនយើងរងាស់ដាច់ទឹកល្អគឺសឡរបស់យើងអត់ងាយផ្អូមទេប៉ុន្តែបើបងប្អូនអត់រងាស់ដាច់ទឹកគឺសឡយើងឆាប់ផ្អូមតែករណីនេះគឺខ្ញុំសឡហើយខ្ញុំដាក់ក្នុងទូទឹកកកបងប្អូនសម្រាប់សឡការីនេះសឡហើយភ្លាមគឺអត់សូវឆ្ងាញ់ទេអានេះខ្ញុំសឡពេលល្ងាចភ្លឺឡើងខ្ញុំកដៅម្ដង2ដងទៀតទៅវាចូលជាតិគ្នាឆ្ងាញ់ល្អ